ខ្ញុំហៅអ្នកទាំងពីរមកនេះគឺដើម្បីពិភាក្សាគ្នានិងដើម្បីត្រៀមទទួលដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ពីខាងក្រៅបើតាមខ្ញុំស្មានប្រហែលជាពួកគេអាចនឹងចង់រៀនពីយើងច្រើនជាងយើងរៀនពីគេចាល្អតាលោកនាយកព្រោះចុះពួកគេមកពីខាងណាដែរពួកគេមកពីសាលារៀនផ្សេងៗនៅក្នុងស្រុកយើងនឹងឯងតាមដំណឹងពួកគេចង់មកឃើញសកម្មភាពការងារទឹកស្អាតនិងអនាម័យដែលកំពុងតែរីកចម្រើននៅក្នុងសាលារៀនយើងនាពេលបច្ចុប្បន្ននេះពួកអរំភើបដល់លោកនាយកស្ដាប់មើលទៅប្រហែលជាគេចង់យកសាលាយើងធ្វើជាគំរូហើយប្រហែលជាអញ្ចឹងហើយកូនមើលអ្នកទាំងពីរជួយគិតគ្នាទៅមើលថាតើពួកគេនោះនឹងចាប់អារម្មណ៍អ្វីឲ្យខ្លាំងបំផុតតាមទស្សនៈខ្ញុំយើងគួរចែករំលែកពីរបៀបបំពេញទម្រង់ស្វ័យត្រួតពិនិត្យនិងវិតម្លៃស្ថានភាពទឹកស្អាតនិងអនាម័យប្រកបដោយភាពត្រឹមត្រូវនិងស្មោះត្រង់ផ្អែកតាមគោលការណ៍ណែនាំអនុវត្តលក្ខខណ្ឌអបបរមាមុនគេបង្អស់ព្រោះរឿងហ្នឹងយើងបានធ្វើវារួចហើយខ្ញុំយល់សត្វអ្នកគ្រូហើយប្រហែលជាយើងអាចធ្វើការវិតម្លៃជាមួយពួកគេម្ដងទៀតដើម្បីទីមទាត់ឡើងវិញគំនិតហ្នឹងល្អតាហើយយើងអាចនឹងទទួលបាននៅគំនិតកែលម្អថ្មីបន្ថែមពីពួកគេវិញផងដែរក្រៅពីនេះតើយើងនឹងមានអ្វីផ្សេងទៀតដើម្បីបង្ហាញយើងគួរលើកឡើងពីដំណើរការគៀកោធនធានពីប្រភពផ្សេងលោកនាយកឧទាហរណ៍ថាកន្លងមកយើងធ្លាប់ទទួលបានជំនួយពីក្រសួងតាមរយៈមន្ទីរនិងការិយាល័យអប់រំយុវជននិងកីឡាស្រុកនិងពីសហគមន៍មេដាបេដាសិស្សជាដើមចាំឲ្យបន្ថែមពីរបៀបបញ្ចុះបញ្ចូលឲ្យមានការចូលរួមពីសហគមន៍និងបង្ហាញសមត្ថផលដែលពួកគេជួយយើងកន្លងមកយ៉ាងម៉េចដែរអ្នកគ្រូល្អតាកូនលោកនាយកមួយទៀតយើងក៏អាចចែករំលែកពីការសាងសង់បង្គន់អនាម័យថ្មីតាមរយៈជំនួយជាបច្ចេកទេសនិងជំនាញចម្រុះពីមាតាបិតាសិស្សផងដែរអូខ្ញុំសុំថែមមួយទៀតយើងក៏គួរបង្ហាញពីរបៀបចាត់ចែងការសម្អាតនិងមើលថែទាំគ្រប់សម្ភារៈបរិក្ខារអនាម័យនិងទឹកស្អាតក៏ដូចជាការគ្រប់គ្រងសម្រាមក្នុងថ្នាក់និងទីធ្លាផងដែរល្អណាស់ខ្ញុំគិតថាយើងនឹងមានរបៀបវិរៈគ្រប់គ្រាន់សម្រាប់ចែករំលែកដល់ពួកគេហើយយើងនឹងសង្ខេបជូននៅគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូក្រុមប្រឹក្សាកុមារទាំងអស់គ្នានៅអ្វីដែលយើងបានពិភាក្សាគ្នានៅថ្ងៃនេះហើយពួកគេប្រហែលជាអាចនឹងមានគំនិតអ្វីផ្សេងទៀតបន្ថែមបង្ហាញដំណើរការទស្សនកិច្ចនៅក្នុងពេលខាងមុខតែនាងខ្ញុំជាតំណាងសមាជិកចុះធ្វើទស្សនកិច្ចថ្ងៃនេះនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៅចំពោះលោកនាយកលោកគ្រូអ្នកគ្រូនិងតំណាងក្រុមប្រឹក្សាកុមារទាំងអស់ដែលបានផ្ដល់ឱកាសដល់ពួកយើងក្នុងការបានមកផ្លាស់ប្ដូរបទពិសោធន៍នៅថ្ងៃនេះបន្ទាប់ពីការជជែកពិភាក្សាក្នុងចំណោមសមាជិកចុះធ្វើទស្សនកិច្ចថ្ងៃនេះពួកយើងបានសិក្សាស្វែងយល់លើ4ចំណុចសំខាន់គឺទី1ដើម្បីលើកកម្ពស់ស្ថានភាពទឹកស្អាតនិងអនាម័យតាមសាលារៀនយើងចាំបាច់ត្រូវបង្កើតគណៈកម្មការសុខភាពសិក្សាមួយដែលជាអ្នកជ្រោមជ្រែងដ៏សំខាន់នៅក្នុងការងារនេះក្រៅពីគណៈគ្រប់គ្រងសាលារៀនគណៈកម្មការសុខភាពសិក្សាចាំបាច់ត្រូវរួមបញ្ចូលអ្នកពាក់ព័ន្ធសំខាន់ៗដូចជាអាជ្ញាធរមូលដ្ឋានមណ្ឌលសុខភាពតំណាងសហគមន៍និងតំណាងមាតាបិតាសិស្សជាដើមទី2យើងចាំបាច់ត្រូវរៀបចំធ្វើផ្សាយវិតម្លៃដើម្បីដឹងថាតើសាលាយើងស្ថិតនៅកម្រិតណាថាតើយើងនៅខ្វះខាតចំណុចអ្វីខ្លះដើម្បីតម្រូវលក្ខខណ្ឌនីមួយៗដែលក្រសួងបានកំណត់បន្ទាប់មកយើងត្រូវបង្កើតផែនការអនុវត្តសកម្មភាពជាក់ស្ដែងដើម្បីបំពេញចំណុចខ្វះខាតទាំងនោះទី3យើងត្រូវចាំថាដើម្បីសម្រេចស្តង់ដារអបបរមាស្ដីពីទឹកស្អាតនិងអនាម័យតាមសាលារៀនយើងចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធជាពិសេសគណៈកម្មការសុខភាពសិក្សាដើម្បីធ្វើផែនការនិងអនុវត្តសកម្មភាពពិនិត្យតាមដាននិងវិតម្លៃព្រមទាំងគៀងគររកធនធានពីប្រភពផ្សេងៗចំណុចចុងក្រោយក្រុមប្រឹក្សាកុមារមានតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឲ្យសាលារៀនរបស់យើងសម្រេចបានស្តង់ដារអបបរមានេះពួកគេមានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំចាត់ចែងនិងការដឹកនាំសកម្មភាពលាងសមាដៃជាក្រុមពិនិត្យតាមដាននិងចាត់ចែងការលាងសម្ភារៈបរិក្ខារទាំងអស់សម្របសម្រួលការផ្គត់ផ្គង់សម្ភារៈអនាម័យដូចជាសាប៊ូត្រួតពិនិត្យប្រតិបត្តិការនិងការថែទាំសម្ភារៈបរិក្ខារនានានិងជួយរាយការណ៍ទៅលោកគ្រូអ្នកគ្រូដែលទទួលបន្ទុកផ្នែកសុខភាពសិក្សាជាថ្មីម្ដងទៀតនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយកលោកគ្រូអ្នកគ្រូនិងតំណាងក្រុមប្រឹក្សាកុមារទាំងអស់សម្រាប់ការទទួលស្វាគមន៍យ៉ាងរាក់ទាក់និងបានចែករំលែកចំណេះដឹងនិងបទពិសោធន៍ដ៏ល្អនៅថ្ងៃនេះ
ជាតិទាំងអស់គ្នាបញ្ញាចិត្តយកបទពិសោធន៍មេរៀនល្អៗទាំងនេះទៅអនុវត្តនៅតាមសាលារៀនខ្លួនដើម្បីទទួលបានចំណាត់ថ្នាក់កម្រិតយ៉ាងតិចកាយពីដែរជាចុងក្រោយនាងខ្ញុំសូមគោរពជូនពរលោកនាយកនិងអង្គប្រជុំទាំងមូលសូមមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចជាទីបញ្ចប់ក៏សូមជូនពរដល់លោកស្រីនាយិកាលោកគ្រូអ្នកគ្រូនិងអង្គប្រជុំទាំងមូលមានសុខភាពល្អជួបប្រទះតែសេចក្តីសុខនិងសំណាងល្អគ្រប់ពេលគ្រប់វេលាសូមអរគុណ